នៅចុងសតវត្សទី19អគ្គិសនីគឺជាវិទ្យាសាស្ត្រថ្មីដែលនឹងផ្លាស់ប្ដូរពិភពលោកក្នុងអំឡុងពេលនោះមានអ្នកច្នៃប្រឌិតពីររូបដែលប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីកំណត់ថាតើបច្ចេកវិទ្យាអគ្គិសនីនឹងដំណើរការតាមដោយរបៀបណាពួកគេទាំងពីរនាក់នោះគឺ Thomas Edison និង Nikola Tesla Thomas Edison ជាអ្នកច្នៃប្រឌិតល្បីល្បាញមកពីអាមេរិកនិង Nikola Tesla ជាអ្នកវិទ្យាសាស្ត្រសេប៊ីដែលមានគំនិតដ៏អស្ចារ្យនិងឆ្នើមបំផុតហើយនេះគឺជាសង្គ្រាមអគ្គិសនីដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រ Thomas Edison ត្រូវបានគេស្គាល់ថាជាអ្នកច្នៃប្រឌិតនៃសតវត្សទី19ដោយសារតែការរកឃើញដូចជាអំពូលភ្លើងនិងឧបករណ៍ថតសំឡេងគាត់មានជំនឿយ៉ាងមុតមាំទៅលើប្រព័ន្ធចរន្តអគ្គិសនីត្រង់ឬក៏យើងហៅថា DC ហើយគាត់ក៏មានក្រុមហ៊ុនផលិតអំពូលដ៏ធំមួយផងដែរខណៈនោះ Nikola Tesla ជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមដែលជឿលើប្រព័ន្ធចរន្តឆ្លាស់ AC ដែលមានប្រសិទ្ធភាពខ្ពស់ជាង Nikola Tesla គាត់ក៏ធ្លាប់ធ្វើការជាមួយនឹង Thomas Edison ផងដែរដែលជាជំនួយការក៏ប៉ុន្តែក្រោយមកគាត់បានបែកចេញពីគ្នាដោយសារតែការខ្វែងគំនិត Thomas Edison គាត់ជឿថា DC ល្អជាងព្រោះវាមានសុវត្ថិភាពក៏ប៉ុន្តែវាគ្រាន់តែមានដែនកំណត់ក្នុងការផ្គត់ផ្គង់នៅរយៈចម្ងាយឆ្ងាយតែប៉ុណ្ណោះចំណែកឯ Tesla និងដៃគូរបស់គាត់ជួចរ Westinghouse ជឿជាក់ថា AC អាចផ្គត់ផ្គង់ភ្លើងបានយ៉ាងឆ្ងាយហើយមានតម្លៃថោកជាងទៀតផង Edison បានធ្វើយុទ្ធនាការបង្ហាញថា AC ពិតជាមានគ្រោះថ្នាក់ហើយអនុវត្តប្រើវាទៅលើការសម្លាប់សត្វនិងកៅអីសម្រាប់ដាក់ទោសសម្រាប់ឧក្រិដ្ឋជនដើម្បីបង្ហាញភាពភ័យខ្លាចក៏ប៉ុន្តែ Tesla នៅតែបង្ហាញគោលចំហយ៉ាងមុតមាំថា AC នៅតែមានប្រសិទ្ធភាពយ៉ាងពិតប្រាកដនៅឆ្នាំ1993ក្រុមហ៊ុន Westinghouse និង Tesla ឈ្នះកិច្ចត្រួតពិនិត្យផ្គត់ផ្គង់ភ្លើងសម្រាប់ពិព័រណ៍ពិភពលោក Chicago ដោយប្រើប្រព័ន្ធ AC នេះគឺជាចំណុចប្រែប្រួលដ៏សំខាន់ក្នុងសង្គ្រាមអគ្គិសនីបន្ទាប់ពីឈ្នះកិច្ចសន្យាផ្គត់ផ្គង់ភ្លើងនៅល្បាត Niagara Falls ប្រព័ន្ធ AC បានក្លាយជាស្តង់ដារនៃបណ្ដាញអគ្គិសនីទូទាំងពិភពលោក Edison បានបន្តជាមហាសេដ្ឋីក៏ប៉ុន្តែ Tesla ត្រូវបានរងការបំភ្លេចចោលទោះបីជាគាត់មានការរកឃើញជាច្រើនដូចជា wireless Bluetooth ក៏ដោយសង្គ្រាមអគ្គិសនីរវាង Tesla និង Edison បានកំណត់អនាគតនៃថាមពលស្នាដៃរបស់ពួកគេនៅតែជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាសម័យទំនើបសរុបសេចក្តីមកប្រព័ន្ធ AC របស់ Tesla បានឈ្នះហើយក្លាយជាស្តង់ដារនៃអគ្គិសនីសព្វថ្ងៃ Edison នៅតែជាអ្នកច្នៃប្រឌិតដ៏ធំមួយប៉ុន្តែយុទ្ធសាស្ត្ររបស់គាត់ទទួលនៅភាពអយុត្តិធម៌ Tesla គេចាត់ទុកថាជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រតើអ្នកទាំងអស់គ្នាគិតថាអ្នកណាជាអ្នកឈ្នះក្នុងសង្គ្រាមអគ្គិសនីមួយនេះសូមខមមិនខាងក្រោមដាក់បែបសូមអរគុណ